សួស្តីបងប្អូនបាទស្រីកលាទាំងអស់គ្នាបាទខ្ញុំដូចជាខានផុសវីដេអូដែលតាក់ទងទៅនឹងមន់ហ្នឹងគឺដូចជាយូរឆ្នាំដែរហើយបងប្អូនបាទចូលចង់មួយឆ្នាំហើយពិតជាមានការនឹករលឹកដល់បងប្អូនបាទជាច្រើនបាទដែលធ្លាប់បានគ្រប់គ្រងរបស់ខ្ញុំរបស់ខ្ញុំកន្លងមកអញ្ចឹងណាបងប្អូនបាទហើយមករយៈមុនគឺដោយសារខ្ញុំអត់បានធ្វើវីដេអូទី1គឺយើងអត់មានមន់ដើម្បីបង្ហោះបងប្អូនពីច្រើនគឺយើងបង្កាត់មកលក់ទូចៗអស់ហើយបងប្អូនតែអត់ដែលនៅបានធំទេទៅពីឆ្នាំនេះគឺខ្ញុំបានផ្លាស់ប្ដូរបាទគឺចង់ទុកឲ្យមន់ធំខ្លះដើម្បីធ្វើជាវីដេអូជូនបងប្អូនទស្សនាហើយឥឡូវនេះគឺយើងទុកបានដល់ទៅ20ក្បាលជាងបាទស្រីដែលធំវាអាចនឹងពេញចូលនៅចន្លោះខែបុណ្យភ្ជុំនេះឯងបាទហើយពួកនេះគឺខ្ញុំចម្រាញ់ជំរើសទុកសត្វតែជាពូជដែលខ្ញុំស្រឡាញ់បាទធ្វើតែពួកនេះមិនទាន់បានចូលម្ដងក៏ដោយក៏ប៉ុន្តែមេបាដែលយើងមកបង្កើតនោះគឺសត្វតែជាមេបាបាទដែលយើងជំរើសចម្រាញ់មកដែលធ្លាប់ឈ្នះបាទទាំងខ្សែខាងមេទាំងខ្សែខាងបាគឺសត្វតែប្រវត្តិដែលល្អចំណែកមកក្របនេះវិញបាទគឺយើងជ្រើសរើសនេះគឺឆ្អឹងធំមែនតើបងប្អូនបាទនេះគីឡូរបស់វានេះគឺ30ទៅហើយអាយុទៅតែនឹងបាន5ខែទេបាទបងប្អូនបាទហើយអានេះឃើញអញ្ចឹងបងប្អូនអត់ទាន់ចេះជន់មេទេបាទតែជន់មេទេហើយក៏អត់ទាន់ហ៊ានចូលដែរបងប្អូនបាទទៅតែនឹងចេះរងាវទេអានេះបើសិនជាយើងមើលទៅតាមចង្ចាយរបស់វាអាចដល់ទៅគីឡូ35ឡើងបងប្អូនអញ្ចឹងមកក្របនេះគឺពិសេសណាស់បងប្អូនណាបាទបងប្អូនអាចយកទៅធ្វើបាក៏បានបាទអាចយកទៅចូលក៏បានហើយបងប្អូនឃើញអញ្ចឹងបាទមិនមែនមន់មកឈាមទេគឺខ្ញុំក្រោះឈាមមួយហើយបាទគឺយើងក្រោះឈាមជាមួយ Kelso ជាមួយនឹងសាច់ដុំបាទសាច់ដុំពូជចោលថៃណាបងប្អូនណាបាទនេះគឺយើងបង្កើតលាយឈាមរួចហើយចំពោះក្បាច់គុណនៃការជុលគឺយើងមិនទាន់ដឹងទេបងប្អូនឲ្យចាំមើលមួយខែពីរខែទៀតយើងអាចឡាំបានហើយពួកនេះហ៎ឥឡូវនេះវានៅខ្ចីអញ្ចឹងយើងវាអត់ទាន់ហ៊ានអញ្ចឹងយើងអត់ទាន់ហ៊ានយកទៅឡាំទេបាទហើយនេះគឺយើងដាក់វាឲ្យគៀងមេតិចទៅដើម្បីឲ្យវាមានភាពក្លាហានណាអានេះបើសិនជាជុលយើងអាចថាភាគរយនៃការឈ្នះនោះគឺច្រើនបងប្អូនមកដោយសារតែទីមួយដូចខ្ញុំនិយាយមិញអញ្ចឹងគឺយើងរើសប្រវត្តិមេបាមកគឺសិតតែល្អអានេះបារបស់វាគឺ Kelso វឈាមបងប្អូនបាទហើយមេជប៉ុនយើងបង្កើតមកនេះគឺដើម្បីយកប្រយុទ្ធតែម្ដងទុកប្រយុទ្ធហើយយើងអាចធ្វើមេយកទៅធ្វើបានក៏បានដែរអញ្ចឹងបងប្អូនមានចិត្តស្រឡាញ់តាក់ទងមកតាមឆាតបានបងប្អូនណាបាទឬក៏អាចទេតាមលេខដែលខ្ញុំដាក់ក្នុង channel ជើងនេះបានសូមអរគុណបងប្អូន